ចេកទុំមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពនិងសម្រស់ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់មួយចំនួនមួយ ជំនួយដល់ប្រព័ន្ធរំលាយអាហារចេកទុំសម្បូរទៅដោយជាតិសរសៃ fiber ដែលជួយសម្រួលដល់ការបន្ទោរបង់និងការពារការទល់លាមកវាក៏មានផ្ទុកសារធាតុ pectin ដែលជួយទ្រទ្រង់សុខភាពពោះវៀននិងបាក់តេរីល្អក្នុងពោះវៀន2 ជំនួយដល់សុខភាពបេះដូងនិងសម្ពាធឈាមចេកទុំមានផ្ទុកជាតិប៉ូតាស្យូម potassium ខ្ពស់ដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់រក្សាតុល្យភាពជាតិទឹកក្នុងរាងកាយនិងគ្រប់គ្រងសម្ពាធឈាមការទទួលទានប៉ូតាស្យូមគ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាលវាក៏មានម៉ាញ៉េស្យូមដែលល្អសម្រាប់សុខភាពបេះដូងផងដែរ3ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមទោះបីជាចេកទុំមានជាតិស្ករបន្តិចក៏ដោយក៏វាមានសន្ទុះជាតិស្ករក្នុងឈាម glycemic index ទាបដែរដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2-4 ពង្រឹងប្រព័ន្ធភាពស៊ាំចេកទុំមានផ្ទុកវីតាមីន K និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីការពារការខូចខាតកោសិកានិងពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយចេកកាន់តែទុំខ្លាំងមានចំណុចខ្មៅកាន់តែមានប្រសិទ្ធភាពក្នុងការបង្កើនកោសិកាឈាមដែលជួយប្រឆាំងនឹងជំងឺផ្សេង5ជំនួយដល់សុខភាពផ្លូវចិត្តនិងអារម្មណ៍ចេកមានផ្ទុកសារធាតុ tryptophan ដែលជាអាស៊ីតអាមីណូមួយប្រភេទដែលជួយភ្ញូចការផលិតអរម៉ូន serotonin ក្នុងខួរក្បាល serotonin ត្រូវបានគេស្គាល់ថាជាអរម៉ូនដែលជួយឲ្យអារម្មណ៍រីករាយស្ងប់ស្ងាត់និងកាត់បន្ថយ stress ឬជំងឺបាក់ទឹកចិត្ត5ផ្ដល់ថាមពលនិងជំនួយដល់ការហាត់ប្រាណចេកជាប្រភពដ៏ល្អនៃកាបូអ៊ីដ្រាតដែលផ្ដល់ថាមពលឆាប់រហ័សដល់រាងកាយវាល្អសម្រាប់ទទួលទានមុនពេលហាត់ប្រាណឬដើម្បីបំពេញថាមពលឡើងវិញក្រោយពេលហាត់ប្រាណប៉ូតាស្យូមក្នុងចេកក៏ជួយការពារការឈឺចាប់សាច់ដុំក្រោយពេលហាត់ប្រាណផងដែរ7ជំនួយដល់សម្រស់ស្បែកចេកទុំអាចយកមកធ្វើជាម៉ាស្កបិទមុខដើម្បីជួយព្យាបាលមុនកាត់បន្ថយស្នាមជ្រីវជ្រួញផ្ដល់សំណើមដល់ស្បែកនិងធ្វើឲ្យស្បែកភ្លឺថ្លាវីតាមីន K និង Manganese Manganese នៅក្នុងចេកជួយផលិត collagen ដែលធ្វើឲ្យស្បែកតឹងណែននិងមានសុខភាពល្អ8ជំនួយដល់សុខភាពឆ្អឹងការទទួលទានចេកទុំអាចជួយរក្សាជាតិកាល់ស្យូមក្នុងរាងកាយនិងពង្រឹងសុខភាពឆ្អឹងដោយសារតែវាមានផ្ទុកសារធាតុប៉ូតាស្យូមនិងម៉ាញ៉េស្យូមជាទូទៅការទទួលទានចេកទុំជាប្រចាំក្នុងបរិមាណសមល្មមគឺជាផ្នែកមួយដ៏ល្អនៃរបបអាហារដែលមានតុល្យភាពដើម្បីទទួលបានសុខភាពល្អប្រសើរទោះជាយ៉ាងណាក៏ដោយសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមគួរពិគ្រោះជាមួយគ្រូពេទ្យឬអ្នកជំនាញអាហារូបត្ថម្ភដើម្បីកំណត់បរិមាណដែលសមស្រប